វាមិនមែនជារឿងអីដែលចម្លែកទេដែលអតិថិជនរបស់យើងធ្លាប់ជួសជុលជាមួយយើងហើយយើងទៅធ្វើនៅឡានថ្មីទៀតបាទដូចបងប្រុសនេះគាត់នៅខេត្តតាកែវខាងត្រាំខ្នាកាលពីមួយឆ្នាំជាងមុនគាត់បានយកឡាន Mazda CX-5 មកធ្វើការអ៊ុតកញ្ចក់រថយន្តជាមួយយើងដែរដែលមានបញ្ហាស្រាំឆ្នូតដើមមួយចង្អាមជាងនៅលើតកង់ឥឡូវនេះស្រាប់តែមានបញ្ហាឡានមួយគ្រឿងជាតិជាប្រភេទឡាន Ford Ranger ដែលមានបញ្ហាស្រាំមួយឆ្នូតដែរគ្នាដែរដែលបងប្រុសគាត់ជឿជាក់លើភេទតារាជំនាញកញ្ចក់រថយន្តបែបប្រស្រាំអ្វីដែលគាត់ជឿជាក់ទៅបានដោយសារតែគុណភាពដែលគាត់ធ្លាប់អ៊ុតពីមុនមកគឺប្រើប្រាស់បានយូរអត់ងាយរៀលដើរទៅមុខទៀតហើយក៏អត់ងាយឡើងឆ្លក់កាវភ្លឺចាច់ដូចមុនដែរអញ្ចឹងធ្វើឲ្យគាត់ស្វែងរកភេទតារាតម្រុំតែឃើញបាទគ្រាន់តែគាត់ស្ដាប់សំឡេងគាត់ស្ដាប់ការនិយាយគាត់ស្ដាប់ការបកស្រាយទៅគាត់ចាប់អារម្មណ៍ថាអូភេទនេះធ្លាប់ជួសជុលជាមួយអញ្ចឹងណាព្រោះដោយសារតែកាលមុនគាត់ភ្លេចលេខលឺទូរស័ព្ទអីចឹងបងប្អូនអរគ្នាគាត់ក៏ខលមកសួរខ្ញុំអញ្ចឹងទៅថាខ្ញុំធ្លាប់ទៅធ្វើនៅត្រាំខ្នាអីចឹងខ្ញុំក៏ប្រាប់ថាខ្ញុំធ្លាប់ទៅធ្វើអីចឹងណាហើយក៏បាននិយាយទៅក៏ត្រូវគ្នាដោយសារតែយើងធ្លាប់អ៊ុតជាមួយគាត់គឺយើងក៏និយាយចំគោលដៅរបស់គាត់ក៏ចាប់អារម្មណ៍ថាអូហ្នឹងហើយជាងហ្នឹងហើយដែលធ្លាប់មកធ្វើការអ៊ុតឡានខ្ញុំបាទកាលមុនខ្ញុំរត់បាត់លេខអីចឹងណាបាទហើយដូចកញ្ចក់ឡាននេះនៅពេលដែលយើងធ្វើហើយគឺយើងឃើញថាកាត់ស្នាមនៅតែខ្សែសក់បើយើងមើលពីខាងក្រៅទៅអត់ឃើញចាំងភ្លឺចាច់ឆ្នូតដើរដូចមុនទេបងប្អូនទាំងអស់គ្នាហើយជាមួយនឹងការប្រើប្រាស់ទឹកថ្នាំដូចខ្ញុំតែងតែប្រាប់ចឹងគឺហ៊ានធានាជូនថាជាប្រភេទទឹកថ្នាំបាសរ៉ុបតជាប្រភេទទឹកថ្នាំបាសអាល្លឺម៉ង់ដែលជាប្រភេទទឹកថ្នាំដែលមានគុណភាពធន់មាំជាប់បានយូរហើយមិនងាយនឹងហើរកាងទេបងប្អូនទាំងគ្នាបាទដោយដែលបងប្អូនបានឃើញអញ្ចឹងដូចជាអ្វីដែលគេធ្លាប់អត់ហើយគេអត់ទៀតអត់ហើយអត់ទៀតឃើញអត់មានចង់ដូរជាងដូរអីទេបាទនេះហើយជាលទ្ធផលដែលយើងទទួលបានការងារធ្វើរាល់ថ្ងៃគឺដោយសារតែអតិថិជនចាស់យើងហ្នឹងគាត់ទទួលបានការគ្រប់គ្រងគាត់ទទួលស្គាល់ថារបស់ដែលយើងប្រើទៅជូនគាត់គឺជារបស់ដែលល្អទោះបីជាវាខុសតម្លៃគ្នាបន្តិចតួចមែនតែរបស់ដែលយើងប្រើទៅគឺជាប្រភេទដែលប្រើហើយគឺមិនងាយនឹងរៀលមិនងាយនឹងដើរមិនងាយនឹងឡើងកាវមកវិញទេបងប្អូនទាំងគ្នាដោយបងប្អូនឃើញអត់ឃើញស្នាមច្បាស់ទេហើយបើសិនជាយើងមើលខាងក្នុងវាឃើញច្រាច់ភ្លឺតិចនេះដោយសារតែវាចូលទឹកតិចតួចចឹងហើយបងប្អូនទាំងគ្នាតែកាលណាវាចូលទឹកតិចតួចវាឃើញភ្លឺចឹងហើយតែបើយើងមើលពីខាងមុខទៅអត់ឃើញច្បាស់ទេអញ្ចឹងអរគុណច្រើនបងប្រុសសម្រាប់ការគ្រប់គ្រង